សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំចង់និយាយពីចំណុចមួយគឺការ deploy បច្ចេកវិទ្យាយើងទៅកាន់ server ហើយបញ្ហាដែលខ្ញុំបានជួបគឺតាក់ទងទៅនឹងខ្ញុំធ្វើនៅលើ local ដើរធម្មតាតែពេលដែលខ្ញុំដាក់ទៅលើ server គឺវាអត់ដើរអាហ្នឹងវាតាក់ទងនៅ Docker អញ្ចឹងពេលដែលយើង run នៅលើម៉ាស៊ីនមួយដើរហើយដល់ run លើម៉ាស៊ីនមួយទៀតវាអត់ដើរតែនេះវាខុសគ្នាត្រង់ថាដោយសារតាដំបូងខ្ញុំ connect បច្ចេកវិទ្យាខ្ញុំជាមួយនឹងPostgreSQL អញ្ចឹងខ្ញុំតេស្តទៅលើ server ក៏ដើរធម្មតាដែរប៉ុន្តែក្រោយមកពេលដែលខ្ញុំរៀបចំដាក់ទៅលើ production គឺខ្ញុំ connect ជាមួយ MongoDB ប៉ុន្តែវាអត់សូវខុសគ្នាប៉ុន្មានទេដោយសារតែខ្ញុំប្រើប្រាស់នៅ Prisma ORM ខ្ញុំក៏ទៅបដូរនៅ provider change ID មួយចំនួនទៅវាដើរហើយប៉ុន្តែពេលដែលខ្ញុំ push ដាក់ទៅលើ production ម្ដងទៀតគឺវា error តាក់ទងទៅនឹង run time អញ្ចឹងខ្ញុំព្យាយាមធ្វើច្រើនដងដែរ fix ពីថ្ងៃវាអត់ដើរទេហើយទៅតែថ្ងៃនេះខ្ញុំសារ upgrade បច្ចេកវិទ្យាខ្ញុំ upgrade ទៅ last version អញ្ចឹងខ្ញុំ deploy ម្ដងទៀតគឺវាដើរធម្មតាចូលសិនអ្នកឲ្យជួបបញ្ហាដូចខ្ញុំអាចធ្វើដូចខ្ញុំបានគឺគ្រាន់តែ upgrade បច្ចេកទៅ last version ទៅហើយសម្រាប់បច្ចេកនេះខ្ញុំប្រើប្រាស់នៅ Node.js